មានមេត្តាត្រូវមើលមនុស្សរឿងព្រឹទ្ធាចារ្យនិងឆ្កែធ្លាក់អន្លង់មានបរិសវ័យចំណាស់ម្នាក់ជាអ្នកប្រកាន់នៅសីលធម៌បានយ៉ាងល្អហើយត្រូវបានអ្នកផងទាំងឡាយចាត់ទុកជាព្រឹទ្ធាចារ្យគួរឲ្យគោរពបូជាដោយវត្ថុផ្សេងផងដែរថ្ងៃមួយពេលដែលព្រឹទ្ធាចារ្យត្រឡប់មកពីវត្តវិញស្រាប់តែប្រទះនឹងបរិសម្នាក់កំពុងតែដេកក្រោមដើមឈើក្បែរផ្លូវយ៉ាងសន្ធឹងសន្ធិដូចជាមានអាការៈហត់ហេវនិងមានជំងឺផងព្រឹទ្ធាចារ្យក៏ចូលទៅសាកសួរក៏បានដឹងសេចក្តីដូចអ្វីដែលគាត់បានឃើញបែបអាការៈនោះមែនព្រឹទ្ធាចារ្យក៏បាននាំបរិសម្នាក់នោះមកកាន់ផ្ទះឲ្យស្នាក់អាស្រ័យជាមួយគាត់ដោយសេចក្តីមេត្តាថ្ងៃបន្ទាប់មកទៀតពេលដែលព្រឹទ្ធាចារ្យកំពុងតែដើរជាមួយនឹងឈើច្រត់ប្រឹងទប់ខ្លួនផងនោះស្រាប់តែឮសំឡេងឆ្កែស្រែកឡើងហាក់ដូចជាកំពុងស្រែកដង្ហោយហៅសុំជំនួយពីនរណាម្នាក់តែមិនច្បាស់ថាសំឡេងនោះចេញពីទីណាឲ្យប្រាកដឡើយព្រឹទ្ធាចារ្យនោះបានដើរស្វែងរកតាមសំឡេងដែលស្រែកនោះជាមួយនឹងដំណើរយឺតក៏ប្រទះនឹងឆ្កែមួយក្បាលធ្លាក់ក្នុងអន្លង់ក្បែរផ្លូវព្រឹទ្ធាចារ្យបានដោះក្រមាពីកបោះទៅឲ្យឆ្កែខាំវាក៏បានខាំក្រមាហើយព្រឹទ្ធាចារ្យក៏ទាញឆ្កែនោះឡើងផុតពីអន្លង់នៅគ្រានោះឯងរីឯបុរសដែលបានមកស្នាក់អាស្រ័យជាមួយនឹងព្រឹទ្ធាចារ្យនោះកាលបើបានធូរស្រាកស្រានពីជំងឺហើយនឹងរស់នៅជាមួយនឹងព្រឹទ្ធាចារ្យយូរទៅក៏បានដឹងសពគ្រប់អំពីព្រឹទ្ធាចារ្យបុរសនោះក៏គិតថាគិតទៅតើម្នាក់នេះពិតជាក្រិនបើជាងអញមែនតើម្នាក់នេះរស់នៅបានយ៉ាងងាយគឺគ្រាន់តែទទួលវត្ថុគ្រប់យ៉ាងដែលគេយកមកជូនដល់គាត់មិនតែប៉ុណ្ណោះសល់ទាំងរបស់របរលុយកាក់ថែមទៀតបុរសចិត្តពីលនោះបានលោភលួចយកលុយកាក់មិនសល់មួយសេនពេលដែលព្រឹទ្ធាចារ្យមិននៅផ្ទះហើយវាក៏បានរត់គេចចេញទៅរីឯព្រឹទ្ធាចារ្យនោះវិញមិនបានចេញស្ដីអ្វីមួយម៉ាត់ឡើយតែអ្នកស្រុកនាំគ្នាឈឺឆ្អាលយ៉ាងខ្លាំងព្រមទាំងពោលលើកទោសពីបុរសចិត្តពីលនោះជាខ្លាំងថាជាក្រពើរមិលគុណមិនស្គាល់បន់គុណទោសអ្វីឡើយបុរសចិត្តពីលនោះមិនអស់ចិត្តត្រឹមនឹងទេគឺវាគិតទៀតថាអញលួចយកលុយកាក់អស់ប៉ុណ្ណឹងហើយអាតានេះនៅតែធ្វើជាមិនដឹងធ្វើជាមិនឮទៀតគឺវាហាក់ដូចជាឌឺបាញ់ឈឺដល់ចិត្តអញថែមទៀតណោបុរសចិត្តពីលនោះមិនទាន់អស់ចិត្តពីលនោះឡើយវាបានទៅលួចដុតផ្ទះរបស់ព្រឹទ្ធាចារ្យថែមទៀតខណៈនោះអ្នកផងទាំងពួងក៏ជួយពន្លត់ភ្លើងខ្លះទៀតក៏រត់ទៅនាំដំណឹងនោះប្រាប់ដល់ព្រឹទ្ធាចារ្យព្រឹទ្ធាចារ្យក៏បានធ្វើដំណើរជាមួយនឹងឈើច្រត់យ៉ាងរលះរលាំងតែដោយមិនបានមើលផ្លូវដោយប្រញាប់ពេកក៏ចំពប់ជើងដួលផ្កាប់មុខក្រវែងឈើច្រត់ទៅមុខផុតពីដៃរបស់គាត់មានការឈឺចុកចាប់ប្រឹងងើបអង្គុយដោយសន្សឹមហើយងាករកមើលឈើច្រត់ក៏មិនឃើញខណៈនោះស្រាប់តែឃើញឆ្កែមួយក្បាលកំពុងតែខាំអូសទាញឈើច្រត់នោះមកឲ្យព្រឹទ្ធាចារ្យគាត់ក៏បានសម្លឹងមើលឆ្កែនោះមួយសន្ទុះមកទើបនៅចាំថានោះគឺជាឆ្កែធ្លាក់អន្លង់ដែលគាត់បានជួយកាលពីគ្រាមុនព្រឹទ្ធាចារ្យក៏អង្គុយហើយនិយាយនឹងឆ្កែនោះថាអោសុខនអើយឯងជាសុខនពិតណាស់តែប្រសើរជាងមនុស្សពីលគឺចេះតបសេចក្តីល្អរបស់អ្នកដែលបានជួយឯងជាសត្វមានវិញ្ញាណមនុស្សមកសន្ធិដ្ឋក្នុងខ្លួនតែមនុស្សពីលវិញគឺមានរូបជាមនុស្សតែបែរជាទុកឲ្យវិញ្ញាណរបស់សត្វដេរឆានមកសន្ធិដ្ឋក្នុងខួរក្បាលទៅវិញព្រឹទ្ធាចារ្យយើងក៏នៅអង្គុយពិចារណាហើយពិចារណាទៀតអំពីសុខននិងបរិសពីលដែលគាត់បានជួយនោះរីឯសុខននោះមិនទាន់ទៅណាចោលលោកតាព្រឹទ្ធាចារ្យនោះឡើយលុះត្រាតែអ្នកស្រុកមកលើកអង្គគ្រាលោកតាទៅកាន់ផ្ទះវិញហើយវានៅឈរសម្លឹងលោកតាព្រឹទ្ធាចារ្យរហូតដល់ផុតកន្ទុយភ្នែកទើបវាចេញទៅជួយសង្គ្រោះសត្វប្រសើរជាងសង្គ្រោះជនរមិលគុណធ្វើល្អប៉ះមនុស្សបោកតែនំទុកដល់ខ្លួនសង្គ្រោះប៉ះជនចិត្តពីល
ដោយប្រឡែងខ្លាក្នុងផ្ទះធ្វើជាមនុស្សកុំយកវិញ្ញាណរបស់សត្វមកចិញ្ចឹមទុកក្នុងខ្លួន